ជាបឋមសូមក្រាបថ្វាយបង្គំបដិជគុណគ្រប់ព្រះអង្គជាទីគោរពសក្ការៈសូមគោរពអាយដាមរដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈនិងជាអនុគណៈកម្មប្រធានអនុគណៈកម្មការប្រតិបត្តិនៃកូវរ៉ូអាយដាមរដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានលេខាធិការដ្ឋានកោជអបអាយដាមបណ្ឌិតរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មការដឹកនាំការងារកែតម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនិងសូមគោរពអាយដាមលោកជំទាវលោកស្រីនិងអង្គវេទិកាទាំងមូលជាទីគោរពតាំងនាមអាយដាមលីច័ន្ទតុលារដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រីជាអនុប្រធាននិងជាអគ្គលេខាធិការនៃគណៈកម្មការដឹកនាំការកែតម្រង់ច្បាប់ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអាយដាមហ៊ុនម៉ាណីឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈដែលបានផ្ដួចផ្ដើមព្រមទាំងសាលាភូមិន្ទរដ្ឋបាលដែលបានរៀបចំឲ្យមានវេទិកាដ៏មានសារៈសំខាន់នាថ្ងៃនេះនិងបានផ្ដល់ឱកាសដល់ការដ្ឋានកែតម្រង់ច្បាប់បង្ហាញអំពីវឌ្ឍនភាពនៃការងារកែតម្រង់ច្បាប់កន្លងមកក្រោមការដឹកនាំរបស់អាយដាមឧបនាយករដ្ឋមន្ត្រីប្រចាំការវង្សសីវិសុទ្ធរដ្ឋមន្ត្រីទូតបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីអង្គវេទិកាជាទីគោរពប្រព័ន្ធច្បាប់គឺជាបណ្ដុំនៃច្បាប់លិខិតបទដ្ឋានគតិយុត្តស្ថាប័នដែលពាក់ព័ន្ធនឹងការកសាងការប្រតិបត្តិអនុវត្តច្បាប់ក៏ដូចជាការដោះស្រាយវិវាទរួមទាំងវប្បធម៌នៃការគោរពច្បាប់ដែលសំដៅដល់ការបម្រើឲ្យអភិបាលកិច្ចរដ្ឋក៏ដូចជាសង្គមជាតិហើយនេះការកែតម្រង់ច្បាប់របស់ការដ្ឋានកែតម្រង់ច្បាប់គឺសំដៅទៅដល់ការកែតម្រង់នៃប្រព័ន្ធច្បាប់ទាំងមូលដើម្បីឆ្លើយតបទៅនឹងតថភាពសង្គមការប្រែប្រួលសង្គមសេដ្ឋកិច្ចក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅក្នុងបទបង្ហាញខ្លីក្នុងរយៈពេល15នាទីនេះយើងអាចបែងចែកជាពីរផ្នែកសំខាន់នៅក្នុងប្រជាជាតិកម្ពុជាទី2របស់យើងអាចបែងចែកការកែតម្រង់ច្បាប់ជាពីរសម័យកាលទី1គឺក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនៃប្រជាជាតិកម្ពុជានិងថ្មីនេះក្រោមការដឹកនាំប្រកបដោយចក្រវិភាពថ្មីនិងស្វាហាប់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតក្រោយពីទទួលបានសន្តិភាពនិងការឯកភាពទូទាំងប្រទេសនៅថ្ងៃទី29ខែធ្នូឆ្នាំ1998សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនការកែតម្រង់បានកំណត់នៅការកែតម្រង់ក៏ដូចជាការកែតម្រង់ច្បាប់ជាសកម្មភាពអត្ថិភាពរបស់រាជរដ្ឋាភិបាលនិងការកសាងជាតិមាតុភូមិឡើងវិញបន្ទាប់ពីបានរងការបំផ្លិចបំផ្លាញដល់ចំណុចសូន្យដោយរបបបល្ល័យពូជសាសន៍និងសង្គ្រាមស៊ីវិលដែលអូសបន្លាយជាច្រើនទសវត្សរ៍ហេតុនេះការកែតម្រង់ច្បាប់ជារួមក្នុងរយៈពេល25ឆ្នាំកន្លងទៅគឺជាការកសាងច្បាប់ដែលបានបំផ្លិចបំផ្លាញឡើងវិញហើយក្នុងរយៈពេល25ឆ្នាំកន្លងទៅនេះយើងសង្កេតឃើញថាច្បាប់មានរហូតដល់ក្នុង623ច្បាប់ដែលនេះពុំទាន់រាប់អំពីលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតដែលបានកសាងនៅក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលចំនួននេះជាចំនួនដែលយើងមានច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាងពេលណាទាំងអស់នៅក្នុងប្រវត្តិសាស្ត្ររបស់ប្រជាជាតិកម្ពុជារបស់យើងឈានមកដល់នីតិកាលរាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតសម្ដេចបានកំណត់ការពន្លឿនកែតម្រង់តាមរយៈការដាក់ចេញនៅ
កម្មវិធីនយោបាយក៏ដូចជាយុទ្ធសាស្ត្របញ្ញកោណដែលពន្លឿនការកែតម្រង់និងអភិបាលកិច្ចដោយក្នុងនោះគណៈកម្មការការដឹកនាំការកែតម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ដែលពីមុនជាស្ថាប័នតែមួយត្រូវបានធ្វើវិចារណកម្មជាស្ថាប័នពីរដោយឡែកពីគ្នាហើយក្នុងនោះគណៈកម្មការដឹកនាំការកែតម្រង់ច្បាប់ត្រូវបានបង្កើតឡើងដើម្បីដឹកនាំនិងសម្របសម្រួលការកែតម្រង់ច្បាប់ប្រព័ន្ធច្បាប់កម្ពុជាឲ្យទៅជាប្រព័ន្ធច្បាប់មួយដែលឯកភាពប្រសិទ្ធភាពសមានគតិភាពឧត្តមមានភាពគតិយុត្តនិងសន្តិសុខគតិយុត្តស្របតាមឧត្តមមានវត្តអន្តរជាតិនិងបរិការកម្ពុជាក្រោយពីគណៈកម្មការដឹកនាំការកែតម្រង់ច្បាប់ត្រូវបានបង្កើតនៅថ្ងៃទី10ខែកក្កដាឆ្នាំ2025សម្ដេចអធិបតីនាយករដ្ឋមន្ត្រីក៏បានប្រកាសដាក់ឲ្យអនុវត្តនៅក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែតម្រង់ច្បាប់របស់រាជរដ្ឋាភិបាលដោយកំណត់ចក្ខុវិស័យកកចជានិមបនករនៃប្រព័ន្ធច្បាប់និងវប្បធម៌នីតិរដ្ឋហើយនៅក្នុងការបំពេញបេសកកម្មរបស់ខ្លួនកន្លងទៅនេះចំពោះកកចក្នុងឆ្នាំ2025បានដំណើរការផ្ដោតទៅលើការកសាងស្ថាប័នក្នុងនាមជាស្ថាប័នថ្មីមួយក្នុងនាមជាស្ថាប័នក្នុងឆ្នាំ2025គណៈកម្មការដឹកនាំការកែតម្រង់ច្បាប់បានផ្ដោតទៅលើការកសាងស្ថាប័នដើម្បីជាមូលដ្ឋានគ្រឹះមួយក្នុងការកែតម្រង់ច្បាប់នៅក្នុងឆ្នាំ2026អញ្ចឹងក្នុងរយៈពេល1ឆ្នាំជាងកន្លងទៅនេះកិច្ចការភាគច្រើនរបស់កកចគឺផ្ដោតទៅលើការកសាងស្ថាប័នដោយយើងបានរៀបចំឲ្យមានលិខិតបទដ្ឋានគតិយុត្តការកសាងធនធានមនុស្សរៀបចំផែនការយុទ្ធសាស្ត្រក៏ដូចជាចងក្រងនៅឯកសារសំខាន់ស្រាវជ្រាវទៅលើប្រធានបទសំខាន់ដែលជាមូលដ្ឋានសម្រាប់ការកែតម្រង់ច្បាប់ក៏ដូចជាកសាងទំនាក់ទំនងជាតិជាមួយដៃគូជាតិនិងអន្តរជាតិក្រៅពីការងាររបស់កកចខ្ញុំសូមគោរពជម្រាបជូនអាយដាមរដ្ឋលេខាធិការប្រចាំការផងដែរការដ្ឋានកែតម្រង់ច្បាប់ក៏បានចូលរួមសកម្មផងដែរជាមួយនឹងការដ្ឋានកែតម្រង់រដ្ឋបាលសាធារណៈគឺយើងបានចូលរួមក្នុងរយៈពេល7ឆ្នាំនេះចូលរហូតដល់35កម្មវិធីបើសរុបទៅយើងចូលសឹងតែមួយខែ3ដងចំពោះយុទ្ធសាស្ត្រក៏ដូចជាអត្ថប្រយោជន៍ការងារនៅក្នុងឆ្នាំ2026នេះក្រោយពីបានផ្ដោតទៅលើការកសាងស្ថាប័ននៅឆ្នាំ2025ឆ្នាំ2026នេះការងារអត្ថប្រយោជន៍ចំនួន5ដែលត្រូវបានកំណត់ដោយអាយដាមឧបនាយករដ្ឋមន្ត្រីប្រចាំការនឹងមានការរៀបចំឲ្យមាននៅទស្សនទាននៃការកសាងវប្បធម៌នីតិរដ្ឋការរៀបចំក្របខ័ណ្ឌទស្សនទាននៃការកសាងប្រព័ន្ធច្បាប់កម្ពុជាទាំងមូលការរៀបចំមេកទេសសិលសាស្ត្រនីតិកម្ម Guide to Legislation ក៏ដូចជាការរៀបចំបង្កើតឲ្យមានគណៈកម្មការជំនាញតាមវិស័យរួមមានគណៈកម្មការទទួលបន្ទុកវិស័យសេដ្ឋកិច្ចហិរញ្ញវត្ថុនិងបច្ចេកវិទ្យាគណៈកម្មការទទួលបន្ទុកវិស័យរដ្ឋបាលសាធារណៈនិងនីតិអន្តរជាតិគណៈកម្មការទទួលបន្ទុកវិស័យសង្គមគិច្ចវប្បធម៌និងបរិស្ថានគណៈកម្មការទទួលបន្ទុកវិស័យសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងការពារជាតិនៅក្នុងនោះក៏មានគណៈកម្មការជាតិ2សំខាន់ថែមទៀតរួមមានគណៈកម្មការជាតិការពារនិច្ចានុកូលភាពនិងគណៈកម្មការជាតិភាសាច្បាប់ក្រៅពីការបង្កើតឲ្យមាននៅគណៈកម្មការជំនាញនិងគណៈកម្មការជាតិក៏មានការបង្កើតរៀបចំបង្កើតប្រព័ន្ធមូលទិន្នន័យច្បាប់និងលិខិតបទដ្ឋានគតិយុត្តដែលយើងរៀបចំជា legal database និងគេហទំព័រដែលជាម
មជ្ឈមណ្ឌលកណ្ដាលមួយនៃការផ្សព្វផ្សាយនៃការរក្សាទុកនៅលិខិតបទដ្ឋានគតិយុត្តរបស់ព្រះរាជាណាចក្រកម្ពុជាយើងទាំងមូលផងដែរក្រៅពីការបង្កើតឲ្យមានគណៈកម្មការជំនាញនិងគណៈកម្មការជាតិយោងតាមក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែតម្រង់ច្បាប់របស់រាជរដ្ឋាភិបាលក៏ដូចជាសារាចរលេខ18ក៏មានបង្កើតឲ្យមានក្រមការងារកែតម្រង់ច្បាប់នៅតាមក្រសួងស្ថាប័នដែលមកដល់ពេលនេះយើងមានក្រសួងចំនួន5បានបង្កើតដែលឆ្លៀតក្នុងឱកាសនេះខ្ញុំក៏សូមស្នើសុំការសហការពីក្រសួងស្ថាប័នដើម្បីជំរុញបង្កើតក្រមការងារកែតម្រង់ច្បាប់នៅតាមក្រសួងព្រមទាំងផ្ដល់នៅផែនការនីតិកម្មប្រចាំឆ្នាំផងដែរដែលអនុលោមទៅតាមអនុក្រឹត្យ107ជាសង្ខេបនៃការងារកែតម្រង់ច្បាប់កាលពី25ឆ្នាំមុនគឺផ្ដោតសំខាន់ទៅលើការកសាងនៅលិខិតបទដ្ឋានគតិយុត្តចំណែកនៅក្នុងបរិបទនីតិកាលទី7នៃរដ្ឋសភានេះការកែតម្រង់ច្បាប់គឺជាការផ្ដោតទៅលើការកែតម្រង់ប្រព័ន្ធទាំងមូលហើយជារួមគឺផ្ដោតទៅលើការសម្រេចបាននៅបូរណភាពនៃប្រព័ន្ធច្បាប់កម្ពុជានិងចីរភាពវប្បធម៌នីតិរដ្ឋមុននឹងបញ្ចប់ខ្ញុំសូមតាំងនាមអាយដាមលីចាន់តុលារដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រីនិងជាអនុប្រធាននិងជាអគ្គលេខាធិការនៃគណៈកម្មការដឹកនាំការកែតម្រង់ច្បាប់សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះអាយដាមលោកជំទាវលោកស្រីនិងអង្គវេទិកាទាំងមូលដែលបានចំណាយពេលវេលាយកចិត្តទុកដាក់ស្ដាប់អំពីបទបង្ហាញនៃវឌ្ឍនភាពនៃការកែតម្រង់ច្បាប់របស់ការឋានកែតម្រង់ច្បាប់ជាទីបញ្ចប់ខ្ញុំសូមបញ្ចប់បទបង្ហាញនេះជាមួយនឹងអនុសាសន៍ដ៏ពងពោះរបស់អាយដាមឧបនាយករដ្ឋមន្ត្រីប្រចាំការដល់ការឋានកែតម្រង់ច្បាប់ដោយអាយដាមឧបនាយករដ្ឋមន្ត្រីបានដល់អនុសាសន៍ត្រូវស្គាល់ខ្លួនជានរណាទៅណានិងទៅដោយរបៀបណាឯកសារដែលបានធ្វើបទបង្ហាញជូនអង្គវេទិកាទាំងមូលគឺអនុលោមទៅតាមអនុសាសន៍ដ៏ពងពោះរបស់អាយដាមអគ្គលេខាធិការអាយដាមឧបនាយករដ្ឋមន្ត្រីប្រចាំការដោយផ្ដោតទៅលើការសិក្សាទៅលើខ្លួនឯងជានរណាស្ថាប័នកែតម្រង់ច្បាប់យើងមានបានចងក្រងប្រវត្តិសាស្ត្រនិងឯកសារពាក់ព័ន្ធទាំងអស់បានសិក្សាអំពីប្រព័ន្ធច្បាប់កន្លងមកនិងមានឯកសារគោលជាង1000ទំព័រទៅណាបានកំណត់នៅចក្ខុវិស័យច្បាស់លាស់ដោយរបៀបណាគឺមានកំណត់នៅយុទ្ធសាស្ត្រក៏ដូចជាផែនការទាំង3ឆ្នាំនិងផែនការប្រចាំឆ្នាំផងដែរសូមគោរពអរគុណ